យើងទាំងអស់គ្នាធ្លាប់តែលើអំពីមាតិកាដែលគេចាក់សោឬគេហៅថា lock content ក៏ដូចជាកម្មវិធីទូរទស្សន៍ភាពយន្តនិងហ្គេមដែលអាចមើលបានតែនៅក្នុងផ្នែកខ្លះនៃអ៊ីនធឺណិតតែប៉ុណ្ណោះនៅក្នុងន័យនេះដែររឿងក្តីប្រមត្តនក៏មានសកម្មភាពឬក៏សភាពបែបនេះដែររឿងក្តីខ្លះល្បីល្បាញពេញទំព័រសារព័ត៌មានក្នុងប្រទេសគេចឹងប៉ុន្តែនៅក្នុងប្រទេសយើងអត់មានអ្នកគេដឹងសម្បីតែម្នាក់សោះដោយសារតែរបាំងភាសានិងការរាយការណ៍នៅក្នុងស្រុកចឹងទៅដូច្នេះថ្ងៃនេះយើងនឹងមកបើកកកាយរឿងក្រៅអន្តរជាតិដល់គួររន្ធត់ចំនួន4តែខ្ញុំបញ្ជាក់ខ្ញុំក្នុងវគ្គហ្នឹងយើងនិយាយតែមួយសិនទេហើយយើងចេញវគ្គបន្តទៀតចឹងទៅហើយដែលរឿងក្តីមួយនឹងដែរគឺអត់សូវមានអ្នកគេដឹងឮថាវាបែបម៉េចទេចឹងយើងនឹងចូលទៅកាន់រឿងក្តីទាំងអស់គ្នានៅថ្ងៃទី13ខែកញ្ញាឆ្នាំ2025បានចាប់ផ្ដើមដូចថ្ងៃធម្មតាផ្សេងទៀតនៅទីក្រុងហាណូយប្រទេសវៀតណាមចុចយើងដែរទេគឺជាថ្ងៃរះចាញ់ចាំងមកល្អមែនតើហើយដងផ្លូវចាប់ផ្ដើមអូទៅដោយសំឡេងបន្ទោធំឡានដឹកទំនិញនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងនោះទាំងទៅក្នុងចំណោមអ្នកធ្វើដំណើរជាច្រើននៅព្រឹកនោះមានក្មេងស្រីម្នាក់ដែលមានឈ្មោះថាវេនហាអាយុទៅតែ15ឆ្នាំទេហើយក៏ជាសិស្សវិទ្យាល័យកំពុងជិះម៉ូតូអគ្គិសនីរបស់នាងម៉ូតូអគ្គិសនីនេះគឺជាកាដូពីឪពុកម្ដាយរបស់នាងដែរដែលឪពុកម្ដាយរបស់ពួកគេគឺបានសន្សំលុយជាច្រើនខែតម្រាប់អាចទិញបានគ្រួសាររបស់ Win គឺជាគ្រួសារដ៏សែនក្រីក្រមិនសូវជាមានលុយកាក់ឡើយដូច្នេះទោះបីជាការខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏ពួកគេនៅតែត្រូវខ្ចីលុយខ្លះដើម្បីទិញម៉ូតូអគ្គិសនីនឹងដែរប៉ុន្តែនៅក្នុងគំនិតរបស់ពួកគេការវិនិយោគនឹងគឺពិតជាមានតម្លៃខ្លាំងមែនទែនក៏ប៉ុន្តែកូនស្រីរបស់ពួកគាត់នឹងគឺទើបតែទទួលបានការអញ្ជើញឲ្យចូលរៀនក្នុងសាលាក្នុងក្តីស្រមៃអញ្ចឹងទៅហើយម៉ូតូនោះមានន័យថាវាមានន័យខ្លាំងមែនទែនសម្រាប់ការធ្វើដំណើរទៅរៀនរាល់ថ្ងៃនិងទទួលបានការអប់រំដ៏មានគុណភាពខ្ពស់គ្រួសាររបស់ពួកគេពិតជាជឿជាក់លើនាងខ្លាំងមែនទែនគឺជឿជាក់ថានាងថ្ងៃមុខនឹងមានជីវភាពឬក៏អនាគតភ្លឺស្វាងអញ្ចឹងទៅជាអកុសលក្មេងស្រីរូបនេះមិនបានរស់នៅដល់សប្តាហ៍ទី2នៃថ្នាក់រៀននោះទេនៅម៉ោងប្រហែលជា6:20ព្រឹកពេលកំពុងតែជិះកាត់ក្រោមស្ពានវ៉ាន់នីនាងត្រូវបានបុកដោយឡានក្លុកស៊ីម៉ង់នោះបានបុកនាងនិងអស់នាងទៅកាន់ផ្លូវហ្នឹងវាជាគ្រោះថ្នាក់ធម្មតាមួយប៉ុន្តែអ្វីដែលបានកើតឡើងបន្ទាប់មកគឺវាជារឿងដ៏ប្រេផ្សៃហួសពីការស្មានបន្ទាប់ពីការបុកទង្គិចដំបូងនោះអ្នកបើកបរបានពិនិត្យមើលហានហើយដឹងថានាងនៅមានជីវិតបន្ទាប់មកគេក៏សម្រេចចិត្តបើកទៅមុខបន្តទៀតកិននាងនៅក្រោមកង់ឡានរបស់គាត់អស់នាងទៅលើផ្លូវកស៊ូនឹងសាក់សីម្នាក់បានរៀបរាប់អំពីទស្សនវិជ្ជានោះថាគួរឲ្យរន្ធត់ខ្លាំងណាស់ដោយនិយាយថារាងកាយរបស់ក្មេងស្រីនោះស្ទើរតែដាច់ជាពីរប្រជាជនក្នុងស្រុកបានប្រញាប់ប្រញាល់ទិញចេញពីផ្លូវដ៏មមាញឹកហ្នឹងហើយបញ្ជូននាងទៅមន្ទីរពេទ្យបាក់មីអ្នកគ្នាប៉ុន្តែគ្រូពេទ្យមិនអាចធ្វើអ្វីបានឡើយក្នុងរយៈពេលប្រហែលម៉ោងក្រោយមកក្មេងស្រីជំទង់រោគនេះត្រូវបានប្រកាសថាបានស្លាប់ល្ងាចនោះអ្នកបើកបរឡានដឹកទំនិញនោះបានដើរចូលទៅកាន់ប៉ុស្តិ៍ប៉ូលីសខ្លួនឯងហ្មងអ្នកគ្នាហើយប៉ុស្តិ៍ប៉ូលីសនោះមានឈ្មោះថាហ្វូស៊ីនយ៉ាងស្ងប់ស្ងាត់ហើយប្រកល់ខ្លួនឲ្យសមត្ថកិច្ចតែម្ដងក្រោយមកគេក៏ត្រូវបានកំណត់អត្តសញ្ញាណថាដែលមានឈ្មោះថាឌិនវ៉ាន់ឡុងអាយុ51ឆ្នាំយោងតាមរបាយការណ៍របស់ប៉ូលីសគេបានសារភាពថាបន្ទាប់ពីបុកក្មេងស្រីរូបនោះរួចគេបានធ្វើការសម្រេចចិត្តដោយដឹងខ្លួនថាខ្លួនឯងពិតជាបាននិយាយទៅដឹងខ្លួនថាបានបុកបន្ថែមទៀតហើយបុកចំកន្លែងដឹងខ្លួនឯងថាបុកកិនលើកង់ឡានហ្នឹងអ្នកគ្នាគេទៅដឹងខ្លួនថាបានកិនបន្ថែមទៀតចឹងទៅគេបាននិយាយថាគេបានធ្វើវាដោយដឹងខ្លួនចឹងណាអ្នកគ្នាគេសារភាពខ្លួនឯងមូលហេតុរបស់គេគឺត្រជាក់ខ្លាំងមែនតើគឺគេបានគិតទុកមុនដោយសារតែច្បាប់របស់វៀតណាមប្រសិនបើហាននៅមានជីវិតគេនឹងត្រូវបង់ថ្លៃព្យាបាលនិងវិជ្ជវិទ្យាផ្សេងទៀតពេញមួយជីវិតទោះជាយ៉ាងណាក៏ដោយប្រសិនបើនាងឡាបគេគ្រាន់តែសងលុយសំណងម្ដងគឺចោលហើយអ្នកគ្នាអញ្ចឹងគឺវាស្រួលគិតអញ្ចឹងអ្នកគ្នាបើសិនជាម្នាក់នៅរស់គឺយើងត្រូវការចាប់ប៉ុនគ្នាសងលុយនេះនោះច្រើនអញ្ចឹងទៅដល់ពេលនាងស្លាប់សងតែពេលដែលនាងស្លាប់នោះហើយគឺចប់គ្នាចប់អញ្ចឹងណាអ្នកគ្នាអញ្ចឹងប្រទេសណាក៏ដោយប្រទេសយើងក៏ដូចគ្នាដែរក៏មានច្បាប់អញ្ចឹងដូចគ្នាអ្នកគ្នាបន្តទៀតមន្ត្រីប៉ូលីសគិតថាឡុងប្រហែលជានិយាយលេងសើចទេហើយវាស្ថិតនៅក្រោមឥទ្ធិពលនៃសារធាតុណាមួយហើយប៉ុន្តែការធ្វើតេស្តជាតិអាល់កុលបង្ហាញថាគ្មានជាតិអាល់កុលឬគ្រឿងញៀននៅក្នុងខ្លួនរបស់គេទៀតទេអញ្ចឹងអត់មានទៀតទេអត់មានឡើយហ្មងអត់មានទេហើយការសម្រេចចិត្តរបស់គេមិនមែនធ្វើឡើងក្នុងការមានដោយអចេតនាទេគឺធ្វើឡើងដោយចេតនាតែម្ដងនៅក្នុងវេទិកាពិភាក្សារបស់វៀតណាមពាក្យអាចារ្យបារាមមួយដែលគេស្គាល់ថាច្បាប់ងងឹតនៃដងផ្លូវអ្នកគ្នាបាន
ចោតចរាចរណ៍ចេញជាច្រើនឆ្នាំមកហើយកំណត់ដែលថាសម្រាប់អ្នកបើកបរមួយចំនួនការសម្រាប់ជនរងគ្រោះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍គឺវាមានតម្លៃថោកជាងការទុកឲ្យពួកគេនៅរស់អញ្ចឹងដែលខ្ញុំនិយាយខាងលើអ្នកនរអ្នករៀបរៀងមានជីវិតនាំមកនៅសងសំណងពេញមួយជីវិតថ្លៃមន្ទីរពេទ្យថ្លៃព្យាបាលនិងរោងភាពអាណាពីសាធារណជនអញ្ចឹងទៅផ្ទុយទៅវិញការស្លាប់បាត់បង់ជីវិតនាំមកនៅការសងប្រាក់សំណងតែម្ដងគត់ហើយភាគច្រើនទទួលបានត្រឹមតែការផាកពិន័យចរាចរណ៍សាមញ្ញហើយតិចតួចប៉ុណ្ណោះជំនួសឲ្យការចោទប្រកាន់ធ្ងន់ធ្ងរហើយគេធ្លាប់លឺអ្នកបើកបរឡានតំណែងធំធំអីចឹងដូចនៅឡុកស៊ីម៉អញ្ចឹងណាគ្នាជជែកគ្នាលេងអំពីការច្បាប់មួយនៅលើដងផ្លូវអញ្ចឹងនៅតាមហាងកាហ្វេអញ្ចឹងចែកគ្នាលេងសប្បាយអញ្ចឹងទៅវាត្រូវបានគេចាប់ទុកថាជារឿងដែលប្រេងនិទានអីចឹងប្រេងដែលនិយាយគ្នាលេងក្នុងចំណោមពួកគេអញ្ចឹងទៅប៉ុន្តែករណីនេះបានបង្ហាញថាអ្នកខ្លះមិនមែននិយាយលេងសើចឡើយតាមពិតទៅមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនពីមុនមកដែលជនរងគ្រោះត្រូវបានគេអស់សម្លាប់ដោយចេតនាហើយជនល្មើសទទួលបានត្រឹមតែដែលវាតោតាក់ទងនឹងច្បាប់ចរាចរណ៍តិចតួចតែប៉ុណ្្នឹងឯអ្នកគ្នាសម្រាប់មនុស្សជាច្រើនលើកនេះត្រូវតែខុសពីមុនហើយលើកនេះគំរូថ្មីមួយត្រូវបានបង្កើតឡើងចាប់តាំងពីពេលនោះមកឡងត្រូវបានឃុំខ្លួនពីបទឃាតកម្មគិតទុកជាមុនហើយអ្នកគ្នាអញ្ចឹងគេកែប្រែច្បាប់ហ្នឹងហើយការកាត់ក្តីរបស់គេមិនទាន់បានចាប់ផ្ដើមនៅឡើយទេទោះបីជាប្រសិនបានត្រូវបានកាត់ទោសក៏ដោយគេអាចប្រឈមនឹងទោសធ្ងន់ធ្ងរបំផុតរបស់វៀតណាមគឺទោសប្រហារជីវិតហានត្រូវបានគេស្គាល់ថាជាកូនស្រីដ៏សែនល្អម្នាក់ដែលតែងតែជួយការងារផ្ទះមើលថែប្អូនៗនិងមិនដែលជំពាក់លុយផ្ដេសផ្ដាស់ឡើយដែលដឹងថាឪពុកម្ដាយរបស់នាងធ្វើការនៅហត់ប៉ុណ្ណានាងបានប្រាប់មិត្តភ័ក្តិរបស់នាងថានាងចង់ជួយគ្រួសារពេលនាងធំឡើងថាជួយគ្រួសាររបស់នាងដើម្បីឲ្យជីវិតកាន់តែប្រសើរជាងនេះប៉ុន្តែនាងមិនមានឱកាសនោះទេព្រោះនៅក្នុងគំនិតរបស់អ្នកបើកបរទាំងអស់នោះគឺការផ្ដាច់ជីវិតរបស់នាងគឺមានតម្លៃថោកជាងឲ្យនាងនៅរស់ចឹងក្តីទី1របស់យើងចាប់ទៅត្រឹមហ្នឹងឯណាគ្នាអរគុណអ្នកគ្នាសម្រាប់ការទស្សនាពីដើមរហូតដល់ចប់ប៉ុណ្ណេះចឹងខ្ញុំបាទដុល្លារស្វយសូមអរគុណនិងសូមគោរពលាបាយបាយ